ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកសេចក្តីប្រកាសព័ត៌មានកម្ពុជានិងថៃបានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រតបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវ ផែនថងឋានស៊ីណាវ៉ាន់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនិងស្វាមីឯកឧត្តមភីដក សុខសុវណ្ណបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី23ដល់ថ្ងៃទី24ខែមេសាឆ្នាំ2025ដំណើរទស្សនកិច្ចនេះគឺជាការបោះជំហានដ៏សំខាន់ថ្មីមួយក្នុងការពង្រឹងបន្ថែមទៀតនៅចំណងមិត្តភាពដ៏យូរអង្វែងនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងថៃស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី75នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះលោកជំទាវ ផែនថងឋានស៊ីណាវ៉ាន់បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យនិងគ្រប់វិញ្ញាណក្ខន្ធវីរបុរសនិងវីរនារីដ៏ឆ្នើមរបស់កម្ពុជាលោកជំទាវនាយករដ្ឋមន្ត្រីក៏បានអញ្ជើញគ្រប់វិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋព្រះវររាជបិតាជាតិខ្មែរក្នុងដំណើរទស្សនកិច្ចនេះលោកជំទាវនាយករដ្ឋមន្ត្រីនិងឯកឧត្តមភីដក សុខសុវណ្ណបានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវនាយករដ្ឋមន្ត្រីបានចូលជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសានប្រធានព្រឹទ្ធសភានិងសម្ដេចរដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងស្មារតីមិត្តភាពជាប្រពៃណីភាពជាអ្នកចិត្តខាងល្អនិងការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមកសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវនាយករដ្ឋមន្ត្រីបានជួបពិភាក្សាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគីដែលគ្របដណ្ដប់លើវិស័យជាច្រើនដែលផ្ដល់ប្រយោជន៍រួមគ្នានាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកព្រមទាំងបានបដិញ្ញាចិត្តជាថ្មីក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនៅកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជានយោបាយការពារជាតិនិងសន្តិសុខកិច្ចការព្រំដែនពាណិជ្ជកម្មនិងវិនិយោគការងារអប់រំវប្បធម៌ទេសចរណ៍ការតភ្ជាប់បរិស្ថានបច្ចេកវិទ្យានិងនវានុវត្តន៍និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនអំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនាយករដ្ឋមន្ត្រីទាំងពីរបានគូបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិតនិងទំនាក់ទំនងជាទៀងទាត់រវាងប្រទេសទាំងពីរក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនៅទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុងការពិភាក្សាបញ្ចប់នៅផែនការសកម្មភាពរួមឲ្យបានឆាប់ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរថ្នាក់ដឹកនាំទាំងពីរបានឯកភាពថានឹងរៀបចំកិច្ចប្រជុំលើកទី12នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងថៃឲ្យបានឆាប់ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី4នៅខេត្តស្រះកែវប្រទេសថៃនៅចុងឆ្នាំនេះអំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនាយករដ្ឋមន្ត្រីទាំងពីរបានកោតសរសើរដល់ស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំងពីរចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងការខិតខំប្រឹងប្រែងយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនរួមមានការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតការជួញដូរគ្រឿងញៀនការជួញដូរមនុស្សជាដើមថ្នាក់ដឹកនាំទាំងពីរបានបដិញ្ញាចិត្តជាថ្មី
ក្នុងការជំរុញកិច្ចសហប្រតិបត្តិការចំពោះបញ្ហាសំខាន់ៗទាំងនេះដើម្បីធានាសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាជនរបស់យើងកម្ពុជាបានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់ប្រទេសថៃដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃជាវេទិកាដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឬក៏ប្រព្រឹត្តសកម្មភាពទុច្ចរិតណាមួយប្រឆាំងនឹងកម្ពុជាហើយព្រមទាំងបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នាអំពីវិស័យសេដ្ឋកិច្ចនាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើនជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងលើស $10,000 លានអាមេរិកជាលើកដំបូងកាលពីឆ្នាំកន្លងទៅផ្អែកលើសន្ទុះជាវិជ្ជមាននេះថ្នាក់ដឹកនាំទាំងពីរមានគោលបំណងសម្រេចឲ្យបានគោលដៅ $15,000 លានអាមេរិកក្នុងពេលដ៏ខ្លីខាងមុខក្នុងន័យនេះថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរពិចារណារៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជាថៃលើកទី7នៅឆ្នាំនេះដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញផងដែរឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនិងរៀបចំកិច្ចពិគ្រោះយោបល់អំពីការសម្រួលបន្ថែមទៀតស្ដីពីពាណិជ្ជកម្មឆ្លងព្រំដែននិងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមមានតាមរយៈតំបន់សេដ្ឋកិច្ចពិសេសដែលបំពេញបន្ថែមគ្នាទៅវិញទៅមកនៅតាមខេត្តជាប់ព្រំដែនដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពថានឹងសម្ពោធស្ពានស្ទឹងបត់បានណងអៀនកម្ពុជាថៃជាផ្លូវការនៅខែកក្កដាឆ្នាំ2025អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរនាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះកំណើននៃចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរនិងបានលើកទឹកចិត្តឲ្យក្រសួងទេសចរនៃប្រទេសទាំងពីរបន្តធ្វើការសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញយន្តការព្រះរាជាណាចក្រ2គោលដៅតែមួយថ្នាក់ដឹកនាំទាំងពីរបានគូបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តឲ្យមានប្រសិទ្ធភាពនៅផែនការសកម្មភាពរួមស្ដីពីកិច្ចសហប្រតិបត្តិការទេសចរឆ្នាំ2023-2025ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាប្រទេសទាំងពីរសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានស្វាគមន៍យន្តការប្រទេស6គោលដៅតែមួយដោយសង្ឃឹមថានឹងលើកកម្ពស់ទេសចរក្នុងតំបន់និងពង្រឹងតំបន់អាស៊ីអាគ្នេយ៍ជាគោលដៅទេសចរអន្តរជាតិដ៏លេចធ្លោក្នុងឆ្នាំ2024ទេសចរថៃឈរលេខរៀងទី1ក្នុងចំណោមទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាដោយមានចំនួនជាង2លាននាក់អំពីវិស័យការងារសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃនិងវិស័យឯកជនដែលបានផ្ដល់ឱកាសការងារទីកន្លែងស្នាក់នៅនិងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាពដល់ពលករកម្ពុជានៅប្រទេសថៃសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេសថៃក្នុងការការពារសិទ្ធិនិងសុខុមាលភាពរបស់ពលករកម្ពុជាដែលមិនត្រឹមតែចូលរួមចំណែកដល់សេដ្ឋកិច្ចប្រទេសថៃប៉ុណ្ណោះទេតែក៏បានទទួលនៅជំនាញចំណេះដឹងនិងបទពិសោធន៍ដ៏មានតម្លៃនាំត្រឡប់មកប្រទេសកម្ពុជាវិញផងដែរអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលថៃដែលសម្រេចប្រគល់នៅវត្ថុបុរាណខ្មែរចំនួន20ដុំដែលបានរឹបអូសពីក្រុមជនទុច្ចរិតនៅឆ្នាំ1999ត្រឡប់មកកម្ពុជាវិញនាយករដ្ឋមន្ត្រីទាំងពីរបានអបអរសាទរចំពោះការបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសង្ខឡានិងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាបដែលនឹងសម្រួលបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគីដោយផ្ដល់សេវាកម្មផ្នែកកុងស៊ុលជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ
នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាគ្នាលើវិស័យសំខាន់ៗមួយចំនួនទៀតរួមមានវិស័យធនាគារអប់រំកសិកម្មបរិស្ថានការដឹកជញ្ជូននិងការតភ្ជាប់ព្រមទាំងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍រួមថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីនៅការបដិញ្ញាចិត្តរួមក្នុងការរួមចំណែកដើម្បីរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពតំបន់និងពិភពលោកព្រមទាំងបន្តផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃមិត្តភាពនិងសាមគ្គីភាពអាស៊ានព្រមទាំងបង្ហាញពីការបដិញ្ញាចិត្តក្នុងការជំរុញការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានរួមគ្នាជាមួយនឹងការធ្វើឲ្យស៊ីជម្រៅនៅទំនាក់ទំនងជាមួយដៃគូខាងក្រៅគណៈប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី33ក្នុងខែធ្នូខាងមុខនេះនិងកីឡាប៉ារ៉ាហ្គេមនៅឆ្នាំក្រោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជូនពរឲ្យការរៀបចំព្រឹត្តិការណ៍តំបន់សំខាន់ៗទាំងនេះប្រកបដោយជោគជ័យសម្ដេចធិបតីក៏បានបញ្ជាក់សារជាថ្មីនៅការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះលោកជំទាវនាយករដ្ឋមន្ត្រីផែថងឋានស៊ីនវ៉ាន់និងឯកឧត្តមភីដកសុកសវណ្ណបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវទី1ព្រមទាំងក្រុមការងារចំពោះការរៀបចំដ៏ល្អប្រសើរនិងការទទួលស្វាគមន៍ដ៏កក់ក្ដៅជូនដល់គណៈប្រតិភូថៃក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះរាជធានីភ្នំពេញថ្ងៃទី24ខែមេសាឆ្នាំ2025